ខ្ញុំនឹងណែនាំអ្នកពីរបៀបរៀនកម្មវិធី Microsoft Word ដោយខ្លួនឯងយ៉ាងមានប្រសិទ្ធភាពផែនការរៀន Word 4 សប្តាហ៍សប្តាហ៍ទី1មូលដ្ឋានគ្រឹះ1ស្គាល់អំពី Interface របៀប Tools Ribbon ផ្ទាំង Home Insert Layout ការរក្សាទុកឯកសារ Save និងបើកឯកសារ Open 2ការវាយអក្សរនិងកែសម្រួលវាយអក្សរកាត់ចម្លងបិទភ្ជាប់បដូរប្រភេទអក្សរទំហំអក្សរពណ៌អក្សរតម្រឹមអក្សរ left center right justify 3អនុវត្តបង្កើតឯកសារសាកល្បងវាយអក្សរសាមញ្ញសប្តាហ៍ទី2រចនាឯកសារ1ការរៀបចំអត្ថបទប្រើ styles heading 1 heading 2 normal បង្កើតបញ្ជី list ចំណុចនិងលេខការបន្ថែមស្លាក bullets និងលេខរៀង numbering 2ការដាក់តារាងបញ្ចូលតារាង insert table កែសម្រួលតារាងបដូររចនាប័ទ្មតារាង3អនុវត្តបង្កើតឯកសារដែលមានតារាងនិងបញ្ជីសប្តាហ៍ទី3ធាតុរចនាបន្ថែម1បញ្ចូលវត្ថុរូបភាព insert picture រូបផ្កាយ shapes តារាងជួរឈរ chart 2ការរៀបចំទំព័រការដាក់ព្រំដែនទំព័រ page borders ការដាក់ពណ៌ផ្ទៃទំព័រ page color ការបន្ថែមក្បាលទំព័រនិងក្បាលជើង header footer 3អនុវត្តបង្កើតឯកសារដែលមានរូបភាពនិងរូបផ្កាយសប្តាហ៍ទី4មុខងារកម្រិតខ្ពស់1ការពិនិត្យអក្ខរាវិរុទ្ធការប្រើ spell check ការស្វែងរកនិងជំនួស find replace 2ការរៀបចំឯកសាររបាយការណ៍បង្កើតមាតិកាដោយស្វ័យប្រវត្តិ table of contents ការដាក់លេខទំព័រការបោះពុម្ព print និងការដាក់ឆ្នោត3អនុវត្តបង្កើតឯកសាររបាយការណ៍ខ្លីធនធានឥតគិតថ្លៃសម្រាប់រៀន Word YouTube Channels ភាសាខ្មែរ It Cambodia មានមេរៀន Word ពេញលេញ Sabayit Academy មេរៀនការិយាល័យ Computer Basic in Khmer មូលដ្ឋានគ្រឹះកុំព្យូទ័រ Website ឥតគិតថ្លៃ Microsoft Support មានមេរៀនជាភាសាខ្មែរ KISS Global Org មេរៀន Word ឥតគិតថ្លៃគន្លឹះរៀនឆាប់ចាំ1រៀនតាមលំដាប់មិនត្រូវរំលងជំហាន2អនុវត្តជាក់ស្ដែងធ្វើតាមភ្លាម3ប្រើ keyboard shortcuts Control K copy Control V paste Control B bold Control I italic ខ្ញុំនឹងបង្ហាញអ្នកនូវវិធីសាស្ត្ររៀនបច្ចេកវិទ្យាព័ត៌មានធ្វើគម្រោងតូចដោយចាប់ផ្ដើមពីមូលដ្ឋានគ្រឹះនិងរៀនយ៉ាងមានប្រសិទ្ធភាពប្រវត្តិជំហានទី1ជ្រើសរើសផ្នែកដែលត្រូវ